ពេលនេះអេរ៉ង់បន្ទន់អេរីយ៉ាបាត់ដោយមិនសូវគំរាមប្រយុទ្ធដូចមុនហើយថែមទាំងដាក់លក្ខខណ្ឌទៅសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលទៀតផងក្នុងគោលបំណងពន្លត់ភ្លើងសង្គ្រាមដែលឆាបឆេះនិងរាលដាលពេញតំបន់មជ្ឈិមបូព៌ាជិតកន្លះខែហើយប្រធានាធិបតីអេរ៉ង់ Maser Pezeshkian បានដាក់លក្ខខណ្ឌ3ចំណុចដោយប្រកាសថាបើចង់ឲ្យសង្គ្រាមចប់អាមេរិកនិងអ៊ីស្រាអែលត្រូវទទួលសិទ្ធិស្របច្បាប់របស់ទីក្រុងតេហេរ៉ង់ទូទាត់ថ្លៃសំណងខូចខាតនិងត្រូវធានាជាអន្តរជាតិថាប្រទេសខ្លួនមិនរងការឈ្លានពានទៀតនាពេលអនាគតសម្រាប់លក្ខខណ្ឌទី1ដែលជាសិទ្ធិស្របច្បាប់ក្នុងបរិបទនេះសំដៅលើសិទ្ធិរបស់អេរ៉ង់ក្នុងការអភិវឌ្ឍបច្ចេកវិទ្យានុយក្លេអ៊ែរសម្រាប់គោលបំណងសន្តិភាពនិងការរួចផុតពីទណ្ឌកម្មសេដ្ឋកិច្ចចំណែកលក្ខខណ្ឌទី2អេរ៉ង់ទាមទារសំណងចំពោះការខូចខាតសេដ្ឋកិច្ចដែលបង្កដោយទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនិងការវាយប្រហារនាពេលកន្លងមកខណៈលក្ខខណ្ឌទី3អេរ៉ង់ចង់បានធានានៅផ្លូវច្បាប់ថាអាមេរិកនឹងមិនដកខ្លួនចេញពីកិច្ចព្រមព្រៀងដងទៀតឬវាយប្រហារអេរ៉ង់នៅថ្ងៃក្រោយនោះទេ